ថ្ងៃនេះសូមបដូរបរិយាកាសមកចេញធ្វើម្ហូបខ្លួនឯងម្ដងឯងដោយសារតែដើរមើលជុំវិញផ្ទះគឺសបោបន្លែខ្លាំងមែនទែនសិតបន្លែខៀវឃើញបន្លែស្លឹកល្អខ្លាំងពេកអីចឹងវិញ្ញាណមេផ្ទះចូលខ្លួនថ្ងៃហ្នឹងដូចជាទីនេះជាដើមបងប្អូនឯងដោយសារតែយើងទាំងងយើងត្រូវហូបបន្លែខៀវឲ្យបានច្រើនមែនចឹងហើយចិត្តត្រង់បានតែឲ្យតែឃើញបន្លែស្លឹកអីគឺចង់បើកូនខ្លាំងមែនតែអាខែភ្លៀងនេះបងប្អូនគឺតំណាំជុំវិញផ្ទះដាំអីក៏ដុះដែរហើយមិនដែរតែបានស្រោចទឹកបានមេឃជួយស្រោចជំនួសហើយយើងបេះផ្ទីរួចហើយប៉ុន្តែឃើញស្លឹកប៉ាវាខ្ពស់ពេកហើយប្តីមកជួយបេះឲ្យបើឈោងខ្លួនឯងគឺឈោងអត់កើទេហើយបន្លែស្លឹកនេះមានតែពីរមុខឯងបងប្អូនហើយសាក់ទាយមកមើលបងប្អូនថាបន្លែពីរមុខហ្នឹងខ្ញុំយកទៅស្លអីគេបងប្អូនឥឡូវមកមើលបន្លែពីរមុខបន្តទៀតបងប្អូននេះគ្រាន់តែឃើញបន្លែពីរមុខនេះទៀតដឹងថាខ្ញុំស្លអីបាត់ហើយមិនបាច់ទាយក៏បានដែរហើយម្អមនេះបងប្អូនគឺយើងអត់បានទិញទេដោយសារតែទិញបន្លែទិញសាច់ទៅគេថែមឲ្យចឹងមិនថាបងប្អូននៅស្រុកស្រែគឺស្រួលម្យ៉ាងតែចំណាយទៅ10000ឯងហូបព្រឹកល្ងាចហើយសុំ5មុខម្ហូបទៅណាថ្ងៃហ្នឹងខ្ញុំស្លប្រហែលតាពេងស្លបែបអ្នកព្រៃវែងបងប្អូនប៉ុន្តែស្លនេះគឺស្លនៅពោធិ៍សាត់ទេតែយកថ្វីដៃអ្នកព្រៃវែងខ្ញុំស្លបាទអ្នកព្រៃវែងអូសឃើញហើយជួយខមមិនផងថាស្លដូចគ្នាឬក៏អត់ដែរបងប្អូនហើយមុខម្ហូបមុខនេះបងប្អូនប្រសិនបើជាមានខ្យងក្តាមហើយកូនត្រីតូចឆ្ងាញ់ខ្លាំងមែនតែនមកហើយបន្លែពីរមុខនេះតាពាំងនឹងលនោបងប្អូនគឺអត់តែ1500រៀលទេតែស្លបានទៅដល់មួយឆ្នាំឯណោះណាហើយម្ទេសមិនតិចអ្នកណាបងប្អូន5-6អ្នកណោះហូបស្លមួយឆ្នាំហ្នឹងគឺអាចទុកដល់ល្ងាចបានមួយចានឯល្ងាចឡើងធ្វើអីថែមទៅមុខទៀតទៅគឺរួចនៅពេលទៅបងប្អូនហើយសម្រាប់ខ្ញុំស្លហាតាពាំងគឺខ្ញុំអត់ញ៉ាំមួយបាយបងប្អូនហើយដោយសារតែខ្ញុំដួសស្លមកគោមកគឺអង្គុយហត់លេងបណ្ដាសម្រាប់ខ្ញុំឲ្យតែប្រភេទស្លដែលមានជាតិប្រហុកស្អុយហ្នឹងគឺចូលចិត្តខ្លាំងមែនតែនមកហើយមកគោមិនមកគោតូចណាបងប្អូនកូនធំហត់អស់មែនធម្មតាទេកុំឃើញមានស្គមអញ្ចឹងញ៉ាំច្រើនខ្លាំងណាស់ខ្ញុំហើយកុំចង់យកសាច់យកអីមកបដូរជាមួយស្លប្រហើរគឺខ្ញុំអត់ដូរសោះហ្មងហើយដោយសារម៉ូតូគេមកលក់តាមផ្ទះបងប្អូនអត់មានត្រីអីគឺទិញបានត្រីប្រាយកមកស្លអ្វីដែលស្ដាយគឺអត់បានកូនត្រីតូចយកស្លបងប្អូនហើយបាត់រសជាតិអស់20%បាត់អីហ្នឹងប៉ុន្តែมันយូរទេយ៉ាងច្រើនហ្នឹង4-5ថ្ងៃគឺស្លម្ដងទៀតហើយចាំស្លម្ដងទៀតទៅដើរផ្សារទៅរកកូនត្រីតូចហ្នឹងតើបានស្លហើយនេះបងប្អូនគ្រឿងផ្សំគឺមានប៉ុណ្ណាបងប្អូនមានសាច់មានបន្លែមានត្រីនឹងឯងនេះបងប្អូនគឺខ្ញុំស្លលក្ខណៈបែបនេះបងអង្គបងប្រហុកចូលគ្នាហើយយើងច្បល់ឲ្យវាចូលគ្នាតាមបន្តិចចាក់ទឹកមកងាស់ចោលណាបងប្អូនហើយខ្ញុំមកងាស់វាចោលមិនទុះទៅបើកមើលថាអង្គរីកហើយគឺខ្ញុំចាប់ផ្ដើមបងសាច់ឲ្យបងប្អូនឲ្យសាច់ហ្នឹងគឺដោយសារតែខ្ញុំលាយជាមួយសាច់ជ្រូកកច្រាំបងប្អូនមានត្រីមានសាច់ជ្រូកក៏ទៅឆ្ងាញ់បងប្អូនស្លខ្ញុំនេះចូលលក្ខណៈកូនកាត់ឲ្យបងប្អូនដោយសារតែនៅព្រៃវែងហ្នឹងខ្ញុំស្លអត់ដែរដាក់សាច់ជ្រូកទេប៉ុន្តែមកនេះគឺម៉ែក្មេងគាត់ឲ្យដាក់គាត់ថាខាងគាត់ស្លបហាតាពាំងតដាក់សាច់ជ្រូកទៅឆ្ងាញ់មុនដំបូងហ្នឹងគឺខ្ញុំទិញតែត្រីឯងប៉ុន្តែម៉ែក្មេងគាត់ឃើញស្លតាពាំងគាត់ទិញសាច់ជ្រូកយកមកឲ្យបាត់ហើយឥឡូវនេះសាច់យើងបានឆ្អិនហើយបងប្អូនខ្ញុំចាប់ដើមអងអានងចូលគ្រាន់តែសលឹងឃើញពណ៌ទឹកស្លក៏ដឹងថាប្រហុកចាស់ប៉ុណ្ណាដែរខ្ញុំខុសគេចូលចិត្តអាក្លិនប្រហុកនឹងខ្លាំងមែនតែនស្លឲ្យបើមិនដាក់ប្រហុករឿងចាស់ទេគឺអត់ឆ្ងាញ់ហ្មងបន្លែនោះយើងបានបងរួចហើយយើងគ្របវាចោលមិនទុះទៅបន្ទាប់ពីយើងគ្របចោលហើយបន្លែយើងបានឆ្អិនហើយបងប្អូនចាប់ដើមបងបន្លែស្លឹកម្ដងហើយនិយាយមែនណាបងប្អូនហូបរួចហើយពេលដែលឃើញបងបន្លែស្លឹកគឺខ្ញុំឃ្លានភាសាទៀតហើយដោយសារតែចំណូលបន្លែស្លឹកខ្លាំងមែនតែនគឺតុនហូបទៅមានអារម្មណ៍ថាឆ្ងាញ់ពេលយើងដាក់បន្លែស្លឹកចូលហើយគឺគ្របតែមិនទុះគឺឆ្អិនហើយបងប្អូនណាប៉ុន្តែខ្ញុំអត់បានថតពេលខ្ញុំលួចចាក់ប្រេងឆាបន្តិចបងប្អូនដោយសារតែឲ្យវាជួយកាច់បន្លែហើយសម្រាប់រសជាតិវិញបងប្អូនគឺបងតាមចំណូលចិត្តរបស់បងប្អូនដោយសារតែខ្ញុំអត់បានបង្ហាញក្នុងនេះទេគឺរសជាតិចំណូលផ្សេងគ្នាបងប្អូនប៊ីចេងស្គមអំបិលអីគឺអត់បាននេះមិនមែនការចែកម្លែកទេបងប្អូនដោយសារតែខ្ញុំស្លតាមអ្វីដែលខ្ញុំចង់ញ៉ាំមកបងប្អូនបើមានខុសឆ្គងអីកុំប្រកាន់អីបងប្អូននេះព្រោះខ្ញុំមិនមែនអ្នកជំនាញធ្វើម្ហូបទេដោយសារតែមកខ្លួនឯងឃ្លានក៏នឹកឃើញស្លទៅហើយស្លមួយឆ្នាំងនេះបងប្អូនគឺចំណាយអស់7500រៀលណាបងប្អូនតែ7500រៀលគឺខ្ញុំលួចកាត់ត្រីបាន3កង់ទុកប្រឡាក់ថែមទៀតមិនមែនធម្មតាណាប៉ុន្តែចំណាយប៉ុណ្ណេះបងប្អូនបានស្លមួយឆ្នាំងដល់ឈ្ងុយឆ្ងាញ់ប៉ុន្តែឆ្ងាញ់សម្រាប់ខ្ញុំឯងបងប្អូនដោយសារតែបងប្អូនអត់បានភ្លក់អត់ដឹងថារសជាតិវាបែបណាហើយស្លមួយចានដែលកំពុងទៅដួសហ្នឹងបងប្អូនគឺខ្ញុំហូបតែម្នាក់ឯងដូចខ្ញុំនិយាយពីដើមវីដេអូអញ្ចឹងគឺខ្ញុំស្លប្រហើរនេះអត់ហូបមួយបាយបងប្អូនដោយសារតែចំណូលហត់លេងអាប្រភេទស្លមួយមុខនេះបងប្អូនគឺហត់លេងឆ្ងាញ់ខ្លាំងមែនតើឥឡូវសូម្បីតែបញ្ចូលសលេងខ្ញុំដល់វគ្គឃ្លានទៀតបន់ឲ្យតែបញ្ចូលសលេងហើយទេគឺរត់ទៅហត់ម្ដងទៀតហើយបាយ